តែដល់គ្នាក៏ប៉ុន្តែស្វែងរកការងារមួយដែលគ្មានទិសដៅច្បាស់លាស់មែនអត់ពេលដល់គ្នាទទួលយកការងារមួយហ្នឹងគឺដូចគេដាក់សុំនេះចឹងវាបានន័យថា it's like travel without a map you get tired but you don't know where you're going ថាការធ្វើដំណើរមួយដូចមានផែនទីចឹងតែគេហត់នឿយប៉ុន្តែអត់ដឹងថាអ្នកគ្នាកំពុងតែដើរទៅផ្លូវណាទេអូខេមកឥឡូវបាច់ភ័យបាច់បារម្ភទៀតទេថ្ងៃនេះខ្ញុំប្រាប់ពីអ្នកគ្នាពីការរៀបចំផែនការអាជីពរៀបចំ career planning mean choosing a direction before choosing a job សម្រាប់អ្នកគ្នាជ្រើសរើសទិសដៅមុនពេលដែលជ្រើសរើសការងារអញ្ចឹងឥឡូវនេះខ្ញុំមាន3សំណួរសម្រាប់សួរអ្នកគ្នាជាមុន what skill do you already have and what kind of future that you want and then what step will take you there ចង់ទៅសួរខ្លួនឯងហ្នឹងហើយដាក់ផែនការរបស់គ្នាខ្ញុំសូមលើកមួយឧទាហរណ៍ឲ្យអ្នកគ្នាកាន់តែងាយយល់បើសិនជាអ្នកគ្នាអាចនិយាយជាភាសាចិនបានអញ្ចឹងមានន័យថាអ្នកគ្នាមានទិសដៅមួយរួចហើយប៉ុន្តែអ្នកគ្នាអត់យក skill របស់អ្នកគ្នាហ្នឹងទៅដាក់ចូលជាមួយនឹងការងារទេអ្នកគ្នាទៅធ្វើការជាអ្នករត់តុឬមួយក៏អ្នកសំកាហ្វេហើយស្អែកឡើងអ្នកគ្នាទៅធ្វើអ្នកបោកប្រាក់អីចឹងទៅអញ្ចឹងគឺមានន័យថាអ្នកគ្នាអត់មានចម្រើនទេគឺគ្រាន់តែអ្នកគ្នាដាក់បដូរការងារតែប៉ុណ្ណោះបើសិនជាពេលហ្នឹងអ្នកគ្នាយកពេលហ្នឹងទៅបដោតទៅលើទិសដៅតែមួយដូចជាការស្វែងរកមួយក៏ការធ្វើការជាមួយនឹងភាសាចិនតាក់ទងជាមួយនឹងការប្រើប្រាស់ភាសាចិនគឺអ្នកគ្នាមានទិសដៅតែមួយហើយកាន់តែធ្វើគឺឡើងតំណែងកាន់តែរីកចម្រើនមែនផ្លាស់ប្ដូរទិសដៅរហូតចឹងទេនេះហើយគឺជាមូលហេតុដែលមនុស្សដែលបានរៀបចំផែនការអាជីពទុកមុនហ្នឹងគឺជាមនុស្សដែលរីកចម្រើនលឿនជាងគេមកអញ្ចឹងនេះហើយក៏ជាកត្តាមួយដែលជៀសវាងទៅរកការចាស់ជាពេលជាច្រើនឆ្នាំទៅលើការងារមួយដែលអត់ច្បាស់លាស់ហើយអត់ដឹងថាអ្នកគ្នាទៅដល់ទិសដៅណាមួយទេអញ្ចឹងចំណងគ្នាចង់ដឹងថាអ្នកគ្នាត្រូវរៀប CV មកត្រូវរៀបផែនការអាជីពហ្នឹងត្រូវបែបណា start ពីបែបណាទៅអ្នកគ្នាអាច comment មួយក៏តាក់ទងមកខាងពួកយើងផ្ទាល់បាន